តើបងមុនចាប់ផ្ដើម សតដ្ឋាជាយាសេនាយាគំភបារវិសយ៉ាងវិលោកមារានិតាតេវតាំងហោតេតាំងកោចេយារិយ៉ាងការោតេអាយ៉ាងកាជាអាតានិមយាមោហតាមតេបដេវាសេតាពិសាមោហតេកាតាំងខានេកាតេអថោតេសច្ចាតវណ្ណានិយាយោភនេនាកៃតាតេភរិយាភិវត្តតាំងខានេនាកៃតាតេនិអាយាស្មាបាណាតេអាតੰភោកេនិយតេភោកៈហេតុភោកៈតវេវាសន្តេភោកៈវាសេនិតេវចាតេលភក្វាតេយោណាំវាសេតេតាសាហថាតោលភក្វាឧទយកាបតានាមសេក្វាកៈហេតាហោទយបតាកេនិតេនិហាហោបន្តន្តេអាតង្ខចេនៈអាហាតតេអេថាធជាយោកៈកោសេនាវៈធជាសន្តេនៈវតាហោសេសត្មជាជាសេនាយៈអាហាចន្ទេពុតតាំងហោតេតេនិហាហោសេសត្មជាយៈតេអាតន្តេតន្តេកាចាប់បានអូអរគុណបងណាស្ដាប់បានឬអតិនតេតតិកាឥឡូវគឺដល់ទារៈប្រភេទវណ្ណនាគឺការពិពណ៌នាអំពីប្រភេទនៃប្រពន្ធទាំង20ពួកឥឡូវយើងចាប់ពីប្រពន្ធដែលទាហានហ្នឹងគាត់នាំមកគាត់ច្បាំងឈ្នះទៅគាត់នាំមកណាបងថ្នាក់ទី8ខពុទ្ធិកវិទ្យាល័យសម្ដេចជួនណាតខេត្តកំពង់ចាមណាសមណៈសិស្សមកច្រើនអង្គដែរហើយគ្រប់ជាប់ជួនល្អមានវិន័យស្អាតបាតត្រឹមត្រូវមាន ID មានអីល្អណាខ្ញុំសូមញាតិញោមល្អជ្រះថ្លាការសិក្សារបស់សមណៈសិស្សដែលញាតិញោមដាក់បាតដាក់ចង្ហាន់ដាក់បច្ច័យញាតិញោមឃើញព្រះអង្គបិណ្ឌបាតណាគឺបានផ្លែបានផ្កាមកជួយទ្រទ្រង់ជាតិសាសនាដូចបានឃើញបញ្ជាក់នៅក្នុងវីដេអូនេះចឹងសូមអរគុណ